ងខ្លះជាមនុស្សឈួតវង្វេងយល់ខុសថាត្រូវយល់ត្រូវថាខុសអញ្ចឹងព្រះអង្គឲ្យតម្លៃទៅលើការយល់ត្រូវត្រេះរិះត្រូវនេះសំខាន់ណាស់ដែលព្រះអង្គដាក់សង្គ្រោះចូលបញ្ញាយល់ទេណាអញ្ចឹងសន្សំពូជបញ្ញាដោយការយល់ត្រូវត្រេះរិះត្រូវត្រេះរិះថាមេដាបេដាមានគុណនឹងត្រូវមែនទេណាព្រះអរហន្តកូនចៅប្រុសស្រីឯទៀតកូនចៅប្រុសស្រីទៅគិតថាជីវិតយើងដែលកើតឡើងមកនេះទោះបីម៉ែឪមិនមានទ្រព្យសម្បត្តិឲ្យក៏ដោយក៏មានគុណដែរក៏មានគុណខ្លាំងក្លាបំផុតត្រង់អីលោកចិញ្ចឹមជីវិតយើងឲ្យរស់បានលោកផ្ដល់សេចក្តីសុខឲ្យយើងកុំតូចចិត្តទៅមួម៉ៅក្តាក់ម្ដាយសម្ដីអាក្រក់ដាក់ម្ដាយទាំងម៉ែឬក៏ឪមិនបាច់មកគិតខ្ញុំទេអត់មានទ្រព្យចែកខ្ញុំផងមិនបាច់មកចេះដឹងចាត់ចែងជីវិតខ្ញុំទេខុសណាខុសធ្ងន់ហ្មងគាត់មិនមានទ្រព្យសម្បត្តិចែកគាត់មិនមែនចង់អត់ទ្រព្យទេតែយើងខ្វះបុណ្យទៅកើតជាមួយគាត់មិនមែនចង់ឲ្យយើងទៅកើតណាទៅកើតជាមួយគាត់តែអត់ទ្រព្យអញ្ចឹងកុំខឹងនឹងគាត់បើយើងវាខ្វះបុណ្យដែរបើមានបុណ្យទៅកើតជាមួយកូនអ្នកមានបាត់ទៅហើយអញ្ចឹងបើយើងខ្វះបុណ្យទៅកើតមួយគាត់អ្នកអត់អញ្ចឹងគាត់ទ្រាំទ្រចិញ្ចឹមយើងបានប៉ុណ្ណឹងរឿងអីថាមិនមានគុណនោះតែកុំសម្ដីអាក្រក់ដាក់ឪពុកម្ដាយឪពុកកាន់តែចាស់ទៅខ្ញុំជឿជាក់ណាស់ថាឪពុកម្ដាយចិញ្ចឹមកូនដោយតែព្រះអង្គសម្ដែងអត់ខុសទេចិញ្ចឹមកូនគឺសង្ឃឹមកូនពេលដែលចាស់ទៅសង្ឃឹមកូនជួយការងារគាត់ប៉ុន្តែផ្ទុយទៅវិញសួរថាមានកូនប្រមាណភាគរយដែលគិតសុខទុក្ខគាត់គិតថាគាត់សម្រាននឹងលក់អត់គាត់មានអីប្រសាអត់គាត់មានភួយសដប់អត់មានផ្ទះនៅល្អអត់គិតគាត់គ្រប់បែបយ៉ាងដែរឬទេពេលដែលគាត់មានយើងគាត់គិតគ្រប់មុខទាំងអស់ចឹងកូនប្រុសស្រីទៅគិតឲ្យតម្លៃទៅលើទឹកចិត្តឪពុកម្ដាយផងឲ្យតម្លៃទៅលើការដែលលះបង់របស់ឪពុកម្ដាយផងកុំឃើញតែប្រយោជន៍ផ្ទាល់ខ្លួនឲ្យឃើញថាគាត់អត់មានទ្រព្យចែកឲ្យនោះអ្នកខ្លះទៀតមិនបានផ្ដល់ភាពកក់ក្ដៅជូនគាត់ទេធ្វើឲ្យគាត់ខកចិត្តហើយផ្ដឺគាត់ទៀតត្រង់ណាស្រឡាញ់ឆ្កែជាងគាត់ទៅទៀតដែលឃើញទេទៀតគេបង្ហោះឆ្កែគេដេកអោបឆ្កែគេឲ្យភួយសណ្ដប់គេឲ្យក្រេដេកគេថែឆ្កែខ្ញុំមើលទៅខ្ញុំឃើញគេថែឆ្កែល្អតែគេចង់ដឹងតើគេថែឪពុកម្ដាយគេប្រហែលថែឆ្កែនឹងអត់គួរភ្ញាក់រលឹកឡើងវិញមេត្តាករុណាដល់សពសត្វមេត្តាទៅតែកុំភ្លេចឲ្យសោះមេត្តាដល់ឪពុកម្ដាយឯងជាព្រះអរហន្តជាព្រះអរហន្តដែលអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីកូនដាក់ខ្លួនជាខ្ញុំបម្រើសេចក្តីត្រូវការរបស់កូនគ្រប់បែបយ៉ាងទៅរៀនត្រូវការអីសុខចិត្តរត់រននេះរត់រននោះឲ្យកូនសុខចិត្តខ្ចីធនាគារឲ្យកូនទៀតគឺដាក់ខ្លួនបម្រើកូនហើយបម្រើសេចក្តីត្រូវការរបស់កូនទៀតគួរទៅរៀនគួរខំធ្វើអ្វីៗដើម្បីសងគុណមេដាបិតាទៅកុំពេលមេដាបិតាគិតគង់ហើយបែរទៅជាបានលុយយកទៅផឹកស៊ីអត់ប្រយោជន៍ផឹកស៊ីសបាយអត់ប្រយោជន៍សុទ្ធថាបានអ្វីមកវិញបុណ្យកុសលក៏អត់សុខភាពក៏ខូចលុយកាក់ក៏អស់អនាគតក៏បាត់បង់គួរគិតឡើងវិញទេណាគួរគិតអញ្ចឹងសូមមេត្តាកូនប្រុសស្រីកុំធ្វើបាបឪពុកម្ដាយហើយលោកអ្នកដែលមកទីនេះក៏សូមជួយណែនាំកូនចៅឲ្យគិតត្រូវឡើងវិញទៀតអញ្ចឹងការត្រេះរិះគិតត្រូវនេះសំខាន់ណាស់ដែលថាគិតថាមេដាបិតាមានគុណហើយក្នុងគណៈដែលព្រះអង្គសង្គ្រោះនេះខ្ញុំចង់បញ្ជាក់បន្ថែមទៀតឲ្យបានស៊ីជម្រៅថាអរិយមេអង្គ8ព្រះអង្គសម្ដែងសង្គ្រោះនៅក្នុងអវាទប្របាតិមោបង្គំម្ចាស់បួសដឹងច្បាស់អវាទប្របាតិមោមាន11ប្រការក្នុងនោះមាន3ប្រការសំខាន់គឺអ្វីទី1ព្រះអង្គសម្ដែងថាម៉េចមានចាំទេចាទី1ព្រះអង្គសម្ដែងថាកុំឲ្យសាងអំពើបាបទាំងឡាយណាសព្បបាបាសៈអករណੰបានន័យថាបាបទាំងឡាយកុំបំពេញកុំប្រព្រឹត្តនឹងសម្ដៅលើអីចឹងលើសិលទី2អី
កុសលសូសម្បទាត្រូវព្យាយាមបំពេញបុណ្យឲ្យរឿយឲ្យបានគ្រប់គឺសមាធិបន្តិចទៀតគង់ទៅរៀនដល់ទេចុងកតុយគឺសមាធិសំខាន់ណាស់ទៀតខ្ញុំគ្រាន់តែលើកឡើងបន្តិចថាសមាធិជាគរុកុសលជាកុសលដ៏ខ្ពង់ខ្ពស់ក្រៃលែងដែលធ្វើឲ្យសត្វលោកទាំងអស់រួចផុតចាកទុក្ខបានសមាធិមានអានិសង្ស5យ៉ាងទី1នាំឲ្យមានសតិបញ្ញាស្មារតីទី2នាំឲ្យទទួលបាននូវសេចក្តីសុខជាតិនេះនិងជាតិមុខទី3មានបញ្ញាជាអានិសង្សធ្វើសមាធិរមែងមានបញ្ញាអញ្ចឹងបើចង់បានបញ្ញាព្យាយាមធ្វើសមាធិឲ្យបានច្រើនឆ្លៀតទៅមកទីនេះត្រឡប់ទៅវិញរៀនចេះដឹងបានបណ្ណាយកទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃបន្តទៀតទៅណាហើយមួយទៀតព្រះអង្គសម្ដែងថាម៉េចសច្ចតបរិយោទបត្តិ